វីដេអូនេះគឺជាបទពិសោធន៍លើកទី1ដែលខ្ញុំជិះរថភ្លើងគេងយប់រយៈពេល8ម៉ោងពីហូជីមិញទៅញ៉ាចាងឃើញជិះរថភ្លើងអញ្ចឹងអ្នកគិតថាប្រហែលជាធូរថ្លៃប៉ុន្តែអត់ទេណាតម្លៃសំបុត្រគ្រាន់តែទៅមួយជើងហ្នឹងចង់ស្មើនឹងសំបុត្រយន្តហោះដែរអញ្ចឹងដំណើរផ្សងព្រេងរបស់ខ្ញុំបានចាប់ផ្ដើមនៅម៉ោង8ជាងហើយខ្ញុំជិះតាក់ស៊ី Grab ចេញពី District 3ទៅធ្វើដំណើរទៅកាន់ស្ថានីយ៍រថភ្លើង Saigon ស្ថានីយ៍រថភ្លើងរបស់គេហ្នឹងគឺអត់ឆ្ងាយពីក្រុងហ្មងទេជិះមួយផ្លេតដល់ទេហើយនៅវៀតណាមបើសិនជាយើងចង់ធ្វើដំណើរតាមរថភ្លើងទៅកាន់ខេត្តផ្សេងៗឬក៏ទៅហាណូយអីគឺចេញពីស្ថានីយ៍រថភ្លើងមួយនឹងទាំងអស់ពេលខ្ញុំមកដល់ស្ថានីយ៍រថភ្លើងគេដូចមិនសូវមានមនុស្សទេដោយសារមិនជាបុណ្យជាតិប៉ុន្តែគេមានកន្លែងលក់ដូរមានលក់នំលក់ម្ហូបលក់នំប៉័ងអីច្រើនហើយអ្នកអាចទិញរបស់ទាំងអស់ហ្នឹងដាក់តាមខ្លួនបានទុកទៅញ៉ាំលើរថភ្លើងកាន់ន័យថាបើយប់ឃ្លានអីអញ្ចឹងណាហើយបើសួរថាទិញសំបុត្ររបៀបម៉េចទៅអាចទិញផ្ទាល់នៅបញ្ចូលក៏បានអាចទិញនៅអាទូខ្យល់ស្នីកក៏បានប៉ុន្តែខ្ញុំអត់បានទិញផ្ទាល់ទេខ្ញុំកក់តាម app ឃ្លុកហើយសំបុត្រខ្ញុំយកគេង4នាក់ហើយយកខាងក្រោមជាប់ប្រួចតម្លៃវាខ្ទង់$43ជាងរថភ្លើងរបស់ខ្ញុំគេចេញដំណើរនៅម៉ោង9:45ហើយគេចេញដំណើរហ្នឹងគឺទៀងម៉ោងខ្លាំងមែនតើអត់មាននៅចាំជ្រាមជ្រុំអីទេដល់មករថភ្លើងគឺវិលទៅហ្មងបើនិយាយពីខែគេងអីនៅក្នុងរថភ្លើងហ្នឹងខ្ញុំគិតថាដូចជាអត់ចាស់ទេថ្មីដែរភួយខ្នើយអត់មានធំក្លិនទេហើយយើងអាចរៀបចំគេងបានហើយនៅក្នុងរថភ្លើងហ្នឹងដែរយើងអត់ពិបាកមុនចូលគេងអ្នកហេចង់ដោះថ្មិញអីគេមានកន្លែងឲ្យយើងដោះថ្មិញលុបមុខលាងដៃអីបានអញ្ចឹងណាហើយគេក៏មានជាបន្ទប់ទឹកដែរដាច់តម្លៃពីគ្នាអញ្ចឹងណាអាចប្រើបន្ទប់ទឹកក្នុងនឹងបានចុះដោយសារក្នុងកាប៊ីនមានគេមានឯងដែរខ្ញុំកុំឲ្យរំខានគេយើងគេងលក់ទៅចង់ប្រាប់ថារថភ្លើងគេងលក់ស្រួលមែនតើអត់មានអង្គើអត់មានអីទេហើយខ្ញុំគ្រាន់តែគេងហើយភ្ញាក់ឡើងភ្លឺបាត់ហើយមកដល់ញ៉ាចាងហ្មងគ្រាន់តែដើរចុះពីរថភ្លើងមកភ្លាមឆ្លងកាត់ស្ពានគេនេះមើលឃើញសមុទ្រស្អាតមែនតើអញ្ចឹងសម្រាប់បទពិសោធន៍ជិះរថភ្លើងមួយនេះខ្ញុំ highly recommend សម្រាប់អ្នកដែលចូលចិត្ត explore រថភ្លើងគេអត់ចាស់ពេកទេហើយសុវត្ថិភាពវិញក៏ដូចល្អគួរសមទោះថងថាតម្លៃរៀងខ្ពស់បន្តិចបើសិនជាចង់ចំណាយពេលខ្លីអាចជិះយន្តហោះតែបើចង់សប្បាយអាចជិះរថភ្លើងសាកបាន